បាទសួស្តីទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបាទធ្វើការបង្ហាញរបៀប download និងដំឡើងកម្មវិធី CapCut នៅលើ computer ឬក៏នៅលើ PC របស់យើងបាទសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងបាទជាដំបូងយើងចូលលើក្នុងកម្មវិធី Chrome យើងសិនមកបាទហើយយើង search ពាក្យថា CapCut បាទ CapCut free download បាទបើយើងចុចលើនឹងមកអូខេកម្មវិធីនេះគឺវាមានភាពងាយស្រួលសម្រាប់យើងអ្នកដែលកំពុងចាប់ផ្ដើមរៀនកាត់តវីដេអូថ្មីយើងចុចកន្លែង download free នេះមកបាទហើយចុច start download ដោយសារខ្ញុំធ្លាប់ download ដងហើយខ្ញុំបាត់ download ទេបាទខ្ញុំ cancel លើវិញតទៅពី download ហើយយើងទៅដំឡើងនៅក្នុង PC តែម្ដងបងយើងចូលនៅក្នុងកម្មវិធី Explorer នេះមកហើយយើងរកកន្លែង download នេះគឺជា file ដែលបាន download ហើយបាទដើម្បីដំឡើងយើង double click លើវា2ដងមកបាទយើងចុចពាក្យថា yes នេះដោយសារខ្ញុំបានដំឡើងរួចហើយអញ្ចឹងអ្នកគ្នាអាចធ្វើតាម step នីមួយៗទៅគឺវាដំឡើងឲ្យហើយអញ្ចឹងណាឥឡូវវាកំពុងតែដំណើរការដំឡើងបាទយើងរងចាំវាតិចទៅព្រោះនៅកន្លែងហ្នឹងវាយូរបន្តិចបាទបងប្អូនដែលបានចូលមើលវីដេអូខ្ញុំហើយបាទសូមជួយចុច subscribe channel របស់ខ្ញុំបាទម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗបាទឥឡូវយើងបានធ្វើការដំឡើងវារួចរាល់ហើយយើងចាប់ផ្ដើមបើកកម្មវិធីនឹងមើលអ្នកគ្នាបាទបាទនេះកម្មវិធីដែលយើងបានដំឡើងហើយអញ្ចឹងយើងចុច create project នេះគឺជា interface ទាំងស្រុងបាទសម្រាប់កម្មវិធី CapCut សម្រាប់កាត់តវីដេអូចឹងអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានហើយយើងស្វែងយល់តាម function តាម menu វានីមួយៗទៅព្រោះកម្មវិធីនេះគឺបាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាទសូមអរគុណសម្រាប់ការតាមដានបាទសូមកុំភ្លេចបាទជួយចុច subscribe channel របស់ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាទ